highlight ពេញមួយការប្រកួតបានមកដល់ហើយបាទការប្រកួតចាប់ផ្ដើមនាម៉ោង 7 យប់នាកីឡដ្ឋាន Rizal Memorial ទឹកដីរបស់ Manila Tiger ការប្រជែងទី1កន្លងទៅក្រុមទី2ស្មើគ្នា1-1នៅពហុកីឡដ្ឋានជាតិ Mogadishu ត្រង់នេះបាល់ free kick ដែលលេងបច្ចេកទេសបាទល្បិចកលទាត់ពីចម្ងាយក៏លក់មកវិញតែមិនបញ្ហានោះទេបាទការទាត់របស់ប្រធានក្រុម Mane សង្គ្រោះបានដោយអ្នកចាំទី Viratdara បាទបន្តមកទៀតត្រង់នេះបាល់កាត់មកហើយក៏តែតបញ្ចូលទីបានយ៉ាងល្អជះតែជះមិនចេញពីអ្នកចាំទីបាទ Osman Gai អធិស្ឋានបាទគឺអ្នកចាំទី Omar NG បាទការតែតរបស់គ្រីយ៉ាត្រង់នេះបញ្ចូលទីបានយ៉ាងល្អក្របបាល់នាំមុខនៅនាទីទី 11បន្តមកទៀតមួយជើងត្រង់នេះបាទទាត់ទៅបុករបាទីធ្លាក់មកវិញអ្នកចាំទី NG ចាប់បាល់បានគឺគាត់ងើបមកលឿនតែម្ដងបាទកន្លែងនេះកន្លែងរបស់ Patrick ហើយបាទមួយជើងឆ្ងាញ់ណាស់តែមួយជើងនេះគឺបុកជាមួយនឹងរបាធ្លាក់មកវិញក្រោយមកទៀតក៏មានការបញ្ជូនមកត្រង់នេះបាល់សល់ពេលប្រាខ្វាមេមិនអោយបាទរបូតឱកាសនោះទេកន្លក់មកវិញរត់មកទាត់ខ្នងជើងណែបាទកាច់កជើងលើអាកាសបញ្ចូលទីបានយ៉ាងល្អនាំមុខ2-0ហើយក៏ចាក់បាទវគ្គទី1បានបញ្ចប់ទៅដោយKhandiស្វាយរៀងនាំមុខលើ Manila Tiger 2-0ឈានចូលដល់វគ្គទី2បាទViratdara គាត់ឲ្យបាល់ការឲ្យរបស់ Rio ត្រង់នេះមិនបានល្អ Osman Gai ជាអ្នកបញ្ជូនទៅហើយ Cisse ជាមិត្តរួមក្រុមរបស់គេបាទទាត់មកត្រូវសង្គ្រោះបានដោយអ្នកចាំទី Viratdaraបាទនីតិទី59មានមួយបាល់ទៀតត្រង់នេះហើយក៏ថែមទាំង Viratdara គាត់ចាប់បាល់ជាប់ទៅហើយ Yuga បាទឲ្យទៅ Cisse ទាត់បាទ Osman នេះក៏ខំលូកជើងទៀតទាំងដែល Viratdara ចាប់បាល់ជាប់ទៅហើយបន្តមកទៀតត្រង់នេះហើយការបញ្ជូនដ៏ល្អធ្វើឲ្យបាទពេលប្រាក់ខ្វមេនៅតែមានឱកាសខ្សែការពារព្យាយាមទាត់ឃ្លៀប៉ុន្តែឃ្លៀមិនដាច់បាទពេលប្រាក់ខ្វមេរុញជើងស្ដាំដើម្បីមាន space ទាត់ជើងឆ្វេងបានយ៉ាងល្អភាពវៃឆ្លាតរបស់ខ្សែប្រយុទ្ធរូបនេះយើងមើលបាទទាត់ឃ្លៀទៅប៉ះខ្លួនគាត់គាត់គៀសមួយអស់លេងបាទមានណាមកពិតពាំងទៀតបាទអញ្ចឹងទាត់ឆ្វេងក៏បានហើយក៏ចាក់ម្ដងទៀតសបាយរីករាយចំពោះក្របបាល់ដែលបានកាត់ឡើងYugaត្រង់នេះកាត់ល្អណាស់តែការតែតរបស់ Cisse មិនចំគោលដៅនោះទេ Yuga Watanabe បន្ទាប់ពីបដូរចូលគឺបង្កើតឱកាសបានច្រើនចេញពីស្លាបខាងស្ដាំបាទត្រង់នេះការទាត់បាល់ជ្រុងលូតចាប់ដោយ Viratdara បាទទាត់ចូលលើបណ្ដោយខ្សែអត់វាយកែងបាទបែរទាត់បុកបកគោលទីខ្ទៀតចេញក្រៅវិញហើយចុងក្រោយវាបាទមិនរតនៈមានឱកាសមួយដែរតែធ្វើមិនបានសម្រេចបញ្ចប់ការប្រកួតប្រកាន់រីស្វាយរៀងយកឈ្នះ 3-0 ក្នុងជើងទី 2 នេះនឹងសរុបគ្រាប់បាល់ទាំង2ជើងគឺ 4-1 ជួយឲ្យពួកគេឡើងបាទទៅចាំនៅវគ្គដាច់ព្រាត់បាទយើងមិនដឹងថាចាំប៉ះជាមួយនឹងក្រុមណាទេពួកក្រុម4នឹងត្រូវប្រកួតគ្នារកតែមួយទេបាទនៅថ្ងៃទី 19 ខែមេសាពួកគេនឹងចាប់ផ្ដើមការប្រកួតបាទសម្រាប់តំបន់ខាងលិចបាទ West Zone បាទប្រិយមិត្តទស្សនិកជនជាទីមេត្រីការផ្សាយផ្ទាល់របស់យើងសូម